ព្រះជាម្ចាស់បានធ្វើឲ្យមានភ្លើងឆាប់ឆេះក្បែរក្រុងយេរូសាឡឹមនៃប្រទេសអ៊ីស្រាអែលក៏ជាសារព្រមានមួយសម្រាប់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលផងដែរចំពោះបងប្អូនដែលចង់បានវីតាមីនក៏ដូចជាអាហារបំពងដែលមកពីសហរដ្ឋអាមេរិកបងប្អូនអាចឆែកនៅក្នុង page របស់ខ្ញុំឬក៏ account TikTok របស់ខ្ញុំដែលមានឈ្មោះថា Onion Live កាលពីថ្មីនេះអ៊ីស្រាអែលបានប្រឈមនឹងបញ្ហាធំសំខាន់ដោយសារភ្លើងឆេះព្រៃដ៏សន្ធោសន្ធៅនៅជិតក្រុងយេរូសាឡឹមនិងការវាយប្រហារដោយមីស៊ីលនៅជិតអាកាសយានដ្ឋានអន្តរជាតិ Ben Gurion ចំពោះភ្លើងឆេះព្រៃនេះបានកើតឡើងនៅក្បែរក្រុងយេរូសាឡឹមកាលពីថ្ងៃទី30ខែមេសាឆ្នាំ2025ចំពោះភ្លើងឆេះព្រៃដ៏ធំមួយនេះបានផ្ទុះឡើងរវាងភូមិអេស្ទៀននិងឡាត្រូនភាគខាងលិចនៃទីក្រុងយេរូសាឡឹមដោយភ្លាមនោះភ្លើងបានរាលដាលយ៉ាងឆាប់រហ័សវាបង្កនូវខ្យល់បក់ខ្លាំងនិងស្ថានភាពនៃកម្ដៅដែលវាធ្វើឲ្យដីមានភាពស្ងួតខ្លាំងវាបានឆាប់ឆេះលើផ្ទៃដីប្រហែលជា6200ហិកតារួមទាំងផ្នែកសំខាន់នៃឧទ្យានកាណាដានិងតំបន់នៃជិតផ្លូវ Highway លេខ1ដែលជាផ្លូវសំខាន់រវាងទីក្រុង Tel Aviv និងទីក្រុងយេរូសាឡឹមចំពោះអគ្គិភ័យមួយនេះត្រូវបានគេរាយការណ៍ថាវាជាការឆាប់ឆេះដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់អ៊ីស្រាអែលនៅពេលដែលហេតុការណ៍មួយនេះបានកើតឡើងកាន់តែខ្លាំងឡើងគេក៏បានជំនះមនុស្សប្រហែលជា7000នាក់ចេញពីសហគមន៍មួយនេះចំពោះផ្លូវរថភ្លើងនិងផ្លូវធ្វើដំណើរដោយរថយន្តក៏ត្រូវបានបិទជាបណ្ដោះអាសន្នហើយព្រឹត្តិការណ៍បុណ្យឯករាជ្យជាតិត្រូវបានលុបចោលទូទាំងប្រទេសមនុស្សយ៉ាងតិច18នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងនោះមានស្ត្រីមានផ្ទៃពោះ2នាក់និងទារក2នាក់មានបលូនអគ្គិភ័យចំនួន17នាក់បាត់រងរបួសហើយកម្លាំងខ្យល់នៅក្នុងទីក្រុងយេរូសាឡឹមកាន់តែយ៉ាប់យ៉ឺនយ៉ាងខ្លាំងដែលវាបានជាប់ចំណាត់ថ្នាក់ក្នុងចំណោមទីក្រុងដ៏អាក្រក់បំផុតនៅទូទាំងពិភពលោកកំឡុងមានភ្លើងឆេះព្រៃដ៏ខ្ពស់នេះក៏ត្រឹមថ្ងៃទី1ខែឧសភាភ្លើងបានគ្រប់គ្រងយ៉ាងឆាប់រហ័សដោយសារការខិតខំប្រឹងប្រែងរបស់អ្នកពន្លកអគ្គិភ័យនិងជំនួយអន្តរជាតិពីប្រទេសដូចជាអ៊ីតាលី ក្រូអាស៊ី អេស្ប៉ាញ បារាំង អ៊ុយក្រែន រូម៉ានី ម៉ាសេដូនី និងស៊ីបមូលហេតុពិតប្រាកដនៃអគ្គិភ័យកំពុងស្ថិតនៅក្នុងការស៊ើបអង្កេតនៅឡើយនោះទេខណៈដែលមន្ត្រីមួយចំនួនស្នើសុំឲ្យមានការស៊ើបអង្កេតទៅកាន់អ្នកដែលគាត់ឡើងភ្នំរួមទាំងនាយករដ្ឋមន្ត្រីនៃប្រទេសអ៊ីស្រាអែលបានស្នើសុំឲ្យមានការស៊ើបអង្កេតទៅលើអ្នកដែលគាត់ឡើងភ្នំថាវាគឺជាការញុះញង់របស់ប៉ាឡេស្ទីនជនសង្ស័យជាច្រើនអ្នកត្រូវបានឃាត់ខ្លួនប៉ុន្តែមិនទាន់មានការសន្និដ្ឋានច្បាស់នៅឡើយនោះទេការវាយប្រហារដោយមីស៊ីលនៃជិតអាកាសយានដ្ឋាន Ben Gurion នៅថ្ងៃទី4ខែឧសភាឆ្នាំ2025កម្មជ្រួយដែលបាញ់ដោយក្រុមអូទៀមហូរីដែលគ្រប់គ្រងដោយអេរ៉ុងនៅយេម៉ែនបានវាយប្រហារនៅជិតអាកាសយានដ្ឋានអន្តរជាតិ Ben Gurion របស់អ៊ីស្រាអែលក្រុមជ្រួយនេះត្រូវបានបង្កើតរណ្ដៅធំមួយនៅជិតផ្លូវចូលអាកាសយានដ្ឋានដោយបង្កឲ្យមានការផ្អាកចរាចរណ៍ផ្លូវអាកាសនិងផ្លូវដែកជាបណ្ដោះអាសន្ននេះគឺជាការវាយប្រហារដោយមីស៊ីលជាលើកដំបូងនៅអាកាសយានដ្ឋានអន្តរជាតិចាប់តាំងពីការចាប់ផ្ដើមនៃចំនួនហ្គាហ្សាក្នុងខែតុលាឆ្នាំ2023ជ្រួយដែលត្រូវបានបង្កើតឡើងដោយក្រុមហូរីត្រូវបានគេពិពណ៌នាថាវាមានល្បឿនលឿនជាងសំឡេងហើយវាក៏អាចមានសមត្ថភាពកិច្ចចេញពីប្រព័ន្ធការពារមីស៊ីលអារ៉ាវរបស់អ៊ីស្រាអែលនិងហ្វៀតរបស់អាមេរិកផងដែរក្រុមហ៊ុនអាកាសចរធំជាច្រើនត្រូវបានលុបជើងហោះហើរទៅកាន់ទីក្រុង Tel Aviv ការវាយប្រហារនេះបានកើតឡើងប៉ុន្មានម៉ោងមុនពេលគណៈរដ្ឋមន្ត្រីសន្តិសុខរបស់អ៊ីស្រាអែលត្រូវបានកំណត់ពេលដើម្បីបោះឆ្នោតលើការបង្កើនប្រតិបត្តិការយោធានៅក្នុងតំបន់ហ្គាហ្សាដែលបង្ហាញពីការកើនឡើងសក្តានុពលនៅក្នុងភាពតានតឹងក្នុងតំបន់មួយនេះហើយចំពោះមតិមនុស្សជាច្រើននៅលើអ៊ីនធឺណិតគេបានសន្និដ្ឋានថានេះគឺជាការព្រមានរបស់ព្រះជាម្ចាស់ដែលបានព្រមានទៅកាន់នាយករដ្ឋមន្ត្រីរបស់អ៊ីស្រាអែលតែម្ដងដែលព្រះជាម្ចាស់បានបង្កឲ្យមានភ្លើងឆាប់ឆេះយ៉ាងសន្ធោសន្ធៅនៅក្នុងប្រទេសអ៊ីស្រាអែល